សួស្តីបងប្អូនទាំងអស់គ្នាបាទជាទីគោរពថ្ងៃនេះដែរខ្ញុំមានការចែករំលែកមួយបាទតើយើងគួរធ្វើភាពរីករាយនៅក្នុងអំឡុងពេលធ្វើការឬក៏ក្នុងអំឡុងពេលធ្វើដំណើរបាទតើយើងគួរធ្វើបែបណាបាទអញ្ចឹងការចែករំលែកនេះដែរវាមិនមានភាពល្អឥតខ្ចោះ 100% ទេហើយទៅក៏វាមិនប្រកាសថាយើងធ្វើទៅជោគជ័យ 100% នោះដែរបាទអញ្ចឹងបងប្អូនស្ដាប់ហើយនឹងមើលទស្សនាមើលទៅបើសិនថាវាអាចយកទៅ apply កន្លែងការងាររបស់បងប្អូនបានបងប្អូនគួរយកបើថាមិនអាចយកទៅ apply ការងាររបស់បងប្អូនបានទេបងប្អូនមិនគួរយកទេបាទអញ្ចឹងមិនថាកន្លែងការងារណាឬក៏កន្លែងធ្វើដំណើរណាទេបាទអញ្ចឹងវាតែតែមានបញ្ហា stress បងប្អូនបញ្ហា stress អញ្ចឹងក្នុងអំឡុងពេល stress បាទក្នុងអំឡុងពេល stress នៅក្នុងអំឡុងពេល stress ទី1យើងនៅកន្លែងការងារទី2ការធ្វើដំណើរបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងបុគ្គលិក field CO បាទអញ្ចឹង CO បាទអញ្ចឹង CO ទាំងអស់គ្នាសូមមើលវីដេអូនេះតើយើងគួរថាយើងធ្វើឲ្យមានភាពរីករាយនៅពេលដែលយើងធ្វើដំណើរនៅពេលដែលយើងជិះម៉ូតូយើងគួរធ្វើបែបណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសូមបងប្អូនតាមដានទស្សនាអស់គ្នាបាទរាត្រីស្ងាត់កាយផ្កាយរាំងប្រងព្រាតខ្យល់រំភើយបក់ផាត់នាំដង្ហើមអាដិតកាមិត្តដែលធ្លាប់នៅឥឡូវនៅទីណាសល់តែខ្ញុំផ្ងាមើលមេជត់ទេនឹកដល់ថ្ងៃមាសយើងដើរកាន់ដៃគ្នាសាច់លេងសប្បាយគ្រប់វេលាឥឡូវសំលេងមិត្តស័ក្តិតាមឃ្លាចម្រៀងមួយនេះសូមផ្ញើទៅឆ្ងាយឲ្យមិត្តបានដឹងថាខ្ញុំចាំជានិច្ចបាទបងប្អូនបាទនេះគឺជាទម្លាប់របស់ខ្ញុំបាទនៅពេលដែលខ្ញុំធ្វើការឬក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំ stress នឹងការងារបងប្អូនបាទអញ្ចឹងខ្ញុំអត់ដែលទៅ set ឬក៏ទៅលំបាកនៅក្នុងពេលលំលងបំពេញការងារទេបាទខ្ញុំក៏ធ្លាប់ត្រូវបាន HR គាត់សួរដែរថានៅពេលដែលខ្ញុំ stress ឬក៏ពេលដែលខ្ញុំធុញខ្ញុំធ្វើអីចឹងខ្ញុំក៏បានឆ្លើយតបទៅ HR ថានៅពេលដែលខ្ញុំ stress ខ្ញុំធុញខ្ញុំជិះម៉ូតូធ្វើការដោយការប្រុងប្រយ័ត្នដោយសារតែការធ្វើដំណើររបស់ខ្ញុំនៅតាមព្រៃមានវាលមានចកាកស៊ូបាទស្រឡះស្ងាត់បាទស្រឡះស្ងាត់អញ្ចឹងខ្ញុំអាចដោះមុខចេញខ្ញុំទទួលយកខ្យល់អាកាសថ្មីទី1បាទទី2គឺខ្ញុំអាចស្រែកច្រៀងបាទស្រែកច្រៀងរលាក់ចង់ថាបែបអត់គេអត់ដឹងបាទស្រែកច្រៀងទៅបាទក្នុងម៉ូដហ្នឹងបាទខ្ញុំស្រែកច្រៀងលឺទៅតាមបទចម្រៀងដែលខ្ញុំចេះប៉ុន្តែមិនពីរោះទេបងប្អូនបាទគឺខ្ញុំស្រែកច្រៀងលឺបាទនឹងគឺជាការកាត់បន្ថយ stress របស់ខ្ញុំអញ្ចឹងសូមចែករំលែកតែចេះពាក់ព័ន្ធជាមួយយើងធ្វើការងារអីក៏ stress ដែរបងប្អូនណាអញ្ចឹងប៉ុន្តែយើងឲ្យចេះទប់អារម្មណ៍ចេះទប់ចិត្តទប់កាយាបាទកុំទៅធ្វើអ្វីតាមឆេវឆាវអញ្ចឹងនៅពេលដែលយើង stress បងប្អូនអាចស្ដាប់ចម្រៀងឬក៏ស្រែកច្រៀងទៅបាននៅតាមព្រៃតាមវាស្រែហ្នឹងគ្មានបណ្ណាឮទេបងប្អូនគ្មានបណ្ណាឮទេបាទកុំតែយើងធ្វើការឆេវឆាវទៅកុំឲ្យខាតប្រយោជន៍បាទទី3បាទអញ្ចឹងយើងដែលធ្វើដោយការប្រុងប្រយ័ត្នបាទដោយសារតែការថតវីដេអូឬក៏ការជិះនេះគឺមានគុណវិបត្តិគឺការគ្រោះថ្នាក់បាទអញ្ចឹងបងប្អូនសូមប្រុងប្រយ័ត្នណាមុននឹង
ការថតឲ្យយើងទីមទាត់មើលច្បាស់លាស់ណាបាទអញ្ចឹងវាអានេះក៏ជាការកាត់បន្ថយ stress មួយដែរសម្រាប់ខ្ញុំបាទអញ្ចឹងការចែករំលែកនេះមិនប្រកាសថាបងប្អូនធ្វើតាមទៅបងប្អូនត្រឹមត្រូវ 100% ទេអត់ទេណាបាទនេះគឺជាចំណែកមួយដែលខ្ញុំគិតថានៅពេលដែលយើងជិះម៉ូតូធ្វើការយើងឃើញខ្យល់ឬក៏ឃើញធម្មជាតិស្រស់ស្អាតបងប្អូនបាទអញ្ចឹងយើងអាចថតទៅបាទឬក៏ចុះ selfie មួយប៉ុស្តិ៍ពីរប៉ុស្តិ៍ទៅបាទចំណែកខ្ញុំថតនៅលើម៉ូតូដោយសារតែការងារយើងគឺនៅលើម៉ូតូហ្នឹងហើយបាទអញ្ចឹងយើងនេះគឺជាការកាត់បន្ថយ stress មួយដែរបាទហើយតែវីដេអូហ្នឹងគឺក្នុងគោលបំណងចង់និយាយថាយើងកុំសូវ stress ច្រើនពេកបងប្អូននៅពេលដែលយើងធ្វើការគឺវាអញ្ចឹងហើយវាជួបបញ្ហាជួបអីអញ្ចឹងហើយអញ្ចឹងបងប្អូនធ្វើតាមដំណើរតាមស្រួលទៅកុំបង្ខំអីណាបាទអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានប៉ុណ្ណឹងខ្លីៗបាទបើគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនជួយ share បាទនិងចែករំលែកអ្នកមួយផងបាទអរគុណ